សួស្តីសូមស្វាគមន៍បងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំម្ដងទៀតជាមួយនឹងវីដេអូក្នុងការបង្កើតគណនីធនាគារ ACLIDA ដោយខ្លួនឯងងាយៗនៅលើទូរស័ព្ទដៃរបស់យើងអញ្ចឹងសម្រាប់ធនាគារ ACLIDA បងប្អូនអាចបង្កើតគណនីដោយខ្លួនឯងដោយយើងអត់ចាំបាច់ទៅធនាគារអញ្ចឹងបើបងប្អូនចង់ដឹងបងប្អូនចូលតាមដានវីដេអូជាមួយខ្ញុំទាំងអស់គ្នាសម្រាប់បងប្អូនទាំងអស់គ្នាដែលអត់ទាន់មាន app ធនាគារ ACLIDA ទេបងប្អូនអាចទាញយកពី App Store ឬក៏ Play Store សម្រាប់ខ្ញុំមានហើយអញ្ចឹងខ្ញុំចូលទៅក្នុង App ធនាគារ ACLIDA មកដល់កន្លែងនេះបងប្អូនជ្រើសភាសាអីក៏បានស្រេចចិត្តសម្រាប់ខ្ញុំយកភាសាខ្មែរមកដល់កន្លែងនេះគេតម្រូវឲ្យយើងវាយលេខទូរស័ព្ទបញ្ចូលអញ្ចឹងយើងវាយមកលេខទូរស័ព្ទតើបើយើងបញ្ចូលលេខទូរស័ព្ទហើយយើងពិនិត្យមើលលេខទូរស័ព្ទហ្នឹងត្រឹមត្រូវហើយបើត្រឹមត្រូវហើយយើងចុចទៅមុខទៀតបងប្អូនចុចយល់ Pro មកដល់កន្លែងនេះយើងត្រូវអានលក្ខខណ្ឌរបស់គេតែដោយសារច្រើនខ្ញុំអត់អានទេអញ្ចឹងខ្ញុំអូសទៅលើឲ្យផុតដើម្បីឲ្យពាក្យយល់ព្រមហ្នឹងចេញយើងអាចចុចទៅមុខទៀតបានអញ្ចឹងដោយសារច្រើនពេកតាមពិតយើងត្រូវអានដឹងពីគោលការណ៍របស់គេអញ្ចឹងតែខ្ញុំអត់ទេដោយសារច្រើនពេកអញ្ចឹងខ្ញុំអូសទៅលើឲ្យផុតដើម្បីយើងចុចបន្តទៅមុខទៀតបាននេះអញ្ចឹងដល់ក្រោមហើយយើងអាចចុចបន្តទៅមុខទៀតបានអញ្ចឹងបងប្អូនចុចពាក្យយល់ព្រមហ្នឹងមកដល់កន្លែងនេះលូតអញ្ចឹងបងប្អូនចុចយល់ព្រមមកចុចយល់ព្រមខាងក្រោមមួយទៀតអញ្ចឹងមកដល់កន្លែងនេះបងប្អូនមើលកន្លែងនេះជ្រើសរើសឯកសារចុះឈ្មោះអញ្ចឹងសម្រាប់ឯកសារដែលចុះឈ្មោះមានដូចជាអត្តសញ្ញាណប័ណ្ណជាតិខ្មែរសៀវភៅគ្រួសារលិខិតឆ្លងដែនអត្តសញ្ញាណប័ណ្ណការងារធនាគារ ACLIDA មានលិខិតសម្គាល់ប្រសង់ឆាយាកាតសម្គាល់ប្រសង់មានលិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចដែលមានបិទរូបថតសម្បត្តិកំណើតក៏យើងអាចបង្កើតបានលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេសក៏អាចបង្កើតបានបានស្នាក់នៅអចិន្ត្រៃយ៍ជនបរទេសអន្តោប្រវេសន៍បានបើកបរបានសមាជិកបបសអត្តសញ្ញាណប័ណ្ណការងារមន្ត្រីរាជការជនបរទេសបានព្រំដែនបានសមត្ថៈទាំងអស់ហ្នឹងគឺយើងអាចចុះឈ្មោះបានអញ្ចឹងណាសម្រាប់ខ្ញុំណែនាំឲ្យបងប្អូនបង្កើតជាមួយអត្តសញ្ញាណប័ណ្ណជាតិខ្មែរទៅដោយសារស្រួលអញ្ចឹងណាបើបងប្អូនជ្រើសលក្ខខណ្ឌផ្សេងអញ្ចឹងយើងត្រូវបំពេញវាឆ្ងាយអញ្ចឹងយកទី1ខាងលើហ្នឹងមកអត្តសញ្ញាណប័ណ្ណជាតិខ្មែរដោយសារវាមានព័ត៌មានសពជ្រុងជ្រោយអញ្ចឹងយើងអត់ចាំបាច់បំពេញអីច្រើនអញ្ចឹងខ្ញុំចុចកន្លែងអត្តសញ្ញាណប័ណ្ណជាតិខ្មែរហ្នឹងមកសូមដាក់មុខនៅក្នុងរង្វង់តាមគំនូគំរូហ្នឹងហើយបងប្អូនសូមដាក់មុខនៅក្នុងរង្វង់តាមយើងអាចភ្លេចភ្នែកភ្លេចអីខ្លះអញ្ចឹងទៅចាប់ជាប់គឺអូខេហើយបើអត់ចាប់ជាប់យើងធ្វើអញ្ចឹងទៀតទៅវាទៅមុខហើយអញ្ចឹងសម្រាប់ខ្ញុំពីចាប់ផ្ទៃមុខខ្ញុំបានហើយអញ្ចឹងខ្ញុំចុចពាក្យយល់ព្រមយើងអាចបិទបើកភ្នែកតាមសេរីទូរស័ព្ទដែរណាបើកាមេរ៉ាយើងរៀងស្ទើរទៅវាតម្រូវឲ្យយើងងាកមុខឆ្វេងងាកស្ដាំងក់ចេះឲ្យអំបិលមុខឬក៏បិទបើកមាត់ភ្លេចភ្នែកអីចឹងណាតាមលក្ខខណ្ឌរបស់គេអញ្ចឹងមកដល់កន្លែងនេះដោយសារយើងមិញយើងចុះឈ្មោះជាមួយអត្តសញ្ញាណប័ណ្ណអញ្ចឹងយើងត្រៀមអត្តសញ្ញាណប័ណ្ណដើម្បីថតបញ្ចូលកន្លែងហ្នឹងអញ្ចឹងយើងត្រៀមឲ្យមកបន្ទាប់មកយើងចុចពាក្យថាខ្ញុំត្រៀមរួចរាល់នេះបងប្អូនដាក់ចំអញ្ចឹងមកពេលដាក់អញ្ចឹងហើយបងប្អូនចុចកន្លែងថតនេះមកបើសិនជាធ្វើអត់បានជោគជ័យបងប្អូនធ្វើអញ្ចឹងទៀតរហូតដល់បានជោគជ័យអញ្ចឹងបន្ទាប់ពីខ្ញុំថតហើយខ្ញុំចុច tick កន្លែងខាងក្រោមខាងស្ដាំតមកទៀតខ្ញុំចុចបន្តយើងរងចាំបន្តិចទៅព្រោះគេទៅកាប់ទៀងផ្ទៃមុខអត្តសញ្ញាណប័ណ្ណហ្នឹងជាមួយនឹងយើង scan មុខមិញណាឃើញទេបងប្អូនឃើញមកដល់ហើយនេះហើយអញ្ចឹងបងប្អូនមើលឈ្មោះអីគឺគេចាត់ចូលអស់ហើយអញ្ចឹងយើងអូសមើលតិចទៅព្រោះមានប្រឡោះខ្លះយើងត្រូវបំពេញនេះបងប្អូនមើលតាមនេះកន្លែងមុខរបរគឺយើងអត់មានអីចឹងណាអញ្ចឹងយើងចង់បំពេញកន្លែងហ្នឹងបើយើងអត់បំពេញក៏យើងទៅមុខរួចដែរជាមួយខ្ញុំចុចអីមើលចុចបន្តឃើញទេ
អត់ទៅមុខដោយសារយើងអត់ទាន់ពេញពីប្រឡោះហ្នឹងអញ្ចឹងយើងដាក់មកមុខរបរយើងអីគេនេះបុគ្គលិកធនាគារតារាសម្ដែងអីចឹងណាជាងឡានបុគ្គលិកក្រុមហ៊ុនកម្មករសំណង់ទីប្រឹក្សាវិជ្ជបណ្ឌិតអ្នកបើកបរជាងភ្លើងកម្មកររោងចក្រកសិករអ្នកនេសាទមន្ត្រីរដ្ឋាភិបាលស្ត្រីមេផ្ទះអ្នកលក់គ្រឿងអលង្ការមេធាវីប្រសង់ឬក៏ដូនជីបុគ្គលិកអង្គការក្នុងស្រុកសាស្ត្រាចារ្យអ្នកសរសេរកម្មវិធីវិស្វករអាជីវករអ្នកលក់ដូរនិវត្តជនសិស្សនិស្សិតជាងកាត់ដេរផ្សេងអញ្ចឹងកន្លែងហ្នឹងយើងយកមួយណាក៏បានដែរយើងជាក់ស្ដែងយើងជ្រើសរើសជាក់ស្ដែងហ្មងក៏បានដែរអញ្ចឹងខ្ញុំអត់ទេខ្ញុំជ្រើសរើសផ្សេងសិនមកដល់កន្លែងនេះយើងត្រូវបំពេញកន្លែងអាសយដ្ឋានមួយទៀតអញ្ចឹងបើបងប្អូននៅខេត្តបងប្អូនយកខេត្តទៅបើបងប្អូននៅភ្នំពេញបងប្អូនជ្រើសភ្នំពេញកន្លែងហ្នឹងខ្ញុំចុចកន្លែងហ្នឹងមកខ្ញុំជ្រើសរើសភ្នំពេញបើបងប្អូននៅខេត្តបងប្អូនជ្រើសរើសខេត្តតអញ្ចឹងខ្ញុំយកភ្នំពេញបន្តមកទៀតខ្ញុំចុចបន្តមកដល់កន្លែងនេះគេតម្រូវឲ្យយើងដាក់លេខសម្ងាត់សម្គាល់កុងធនាគាររបស់យើងដើម្បីយើងបើកដើម្បីយើងប្រតិបត្តិការជាមួយនឹងកុងធនាគារមួយហ្នឹងអញ្ចឹងសម្រាប់បញ្ចេញក្លោនចេះគេតម្រូវយើងដាក់6ខ្ទង់អញ្ចឹងបងប្អូនអត់អាចដាក់លេខការ៉េបងប្អូនអត់ដាក់លេខរៀងជាប់គ្នាក៏អត់បានដែរអញ្ចឹងឧទាហរណ៍ឥឡូវខ្ញុំដាក់លេខរៀងលេខរៀងនឹងអត់បានដែរផែជាប់គ្នាក៏អត់បានដែរការ៉េក៏អត់បានមើលដាក់លេខរៀង1 2 3 4 5 6ឃើញទេគឺអត់បានទេគេអត់ឲ្យដាក់អញ្ចឹងទេតែបើដាក់អញ្ចេះបាន1 2 3 7 8 9ឃើញណាដាក់អញ្ចឹងបានផែការ៉េលេខរៀងជាប់គ្នាក៏អត់បានដែរដាក់ម្លងដូចខ្ញុំអញ្ចឹងបានអញ្ចឹងមកដល់កន្លែងនេះដោយសារយើងវាយមិញមួយសារហើយអញ្ចឹងគេឲ្យយើង confirm ម្ដងទៀតអញ្ចឹងខ្ញុំវាយលេខខ្ញុំមិញហ្នឹងឲ្យដូចគ្នា1 2 3 7 8កាលណាខ្ញុំដាក់លេខ9មួយទៀតគឺ account ហ្នឹងបង្កើតបានដោយជោគជ័យតែខ្ញុំអត់ទេដោយសារខ្ញុំមាន account ហើយនេះគ្រាន់ខ្ញុំប្រាប់បងប្អូនពីវិធីក្នុងការបង្កើតអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំវាយតែលេខ9មួយទៀតគឺបង្កើតបានជោគជ័យអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេដោយសារខ្ញុំមាន account រួចហើយអញ្ចឹងខ្ញុំបិទទៅវិញសម្រាប់ការបង្កើតហ្នឹងគឺយើងងាយអញ្ចឹងយើងអាចធ្វើបានដោយខ្លួនឯងអញ្ចឹងបងប្អូនសាកអនុវត្តដោយខ្លួនឯងអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្ណឹងអរគុណបងប្អូនទាំងអស់គ្នាដែលតាមដានវីដេអូរបស់ខ្ញុំអរគុណ